រដ្ឋាភិបាលកម្ពុជាបោកប្រាស់ប្រជាពលរដ្ឋអត់បានយកតំបន់ចំនួនទាំង4នឹងប្តឹងទៅតុលាការ ICJ ផងហ្នឹងបែរជានិយាយថាប្តឹងរួចទៅហើយដោយខ្ញុំបានឃើញក្រុមប្រឆាំងជ្រុលនិយមមានអសុធានៅជប៉ុនបពពួកលោកសំរងស៊ីឡើងច្រើនហោហែតែម្ដងចេញមកចោទរដ្ឋាភិបាលកម្ពុជាថាអត់បានយកតំបន់ចំនួនទាំង4នឹងប្តឹងទៅតុលាការ ICJ ទេឯកសារដែលរដ្ឋាភិបាលកម្ពុជាផ្ញើទៅ ICJ នឹងគ្រាន់តែជាឯកសារស្នើឲ្យ ICJ នឹងគេពិនិត្យទៅលើសំណុំរឿងនេះមិនមែនជាពាក្យបណ្ដឹងនោះទេមកពុកម៉ែបងប្អូនមកយល់អំពីនីតិវិធីប្តឹងទៅតុលាការ ICJ ថាមុននឹងដំណើរការពាក្យបណ្ដឹងរបស់យើងបាននឹងយើងត្រូវតែបំពេញនៅដំណាក់កាលអីគេខ្លះដំណាក់កាលដំបូងជាការស្នើសុំឲ្យវិនិច្ឆ័យវិវាទដោយកម្ពុជាយើងនឹងត្រូវតែដាក់ពាក្យស្នើទៅ ICJ ឲ្យវិនិច្ឆ័យវិវាទដោយភ្ជាប់ទៅជាមួយនឹងកម្មវត្ថុវិវាទសង្ខេបអង្គហេតុអង្គច្បាប់និងយុត្ថាធិការរបស់ ICJ នៅពេលដែលកម្ពុជាបានដាក់ពាក្យស្នើនឹងឲ្យ ICJ នឹងពិនិត្យទៅលើសំណើនឹងថាវាត្រឹមត្រូវនិងបំពេញទៅតាមលក្ខខណ្ឌតម្រូវឬក៏ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់គេដែរឬទេបើសិនជាការពិនិត្យរបស់ ICJ ឃើញថាត្រឹមត្រូវអស់ហើយនៅពេលនោះ ICJ នឹងទទួលយកទៅវិនិច្ឆ័យវិវាទដោយគេនឹងជូនដំណឹងមកភាគីកម្ពុជាយើងវិញថាការចុះឈ្មោះរបស់យើងបានសម្រេចហើយនឹងឲ្យយើងរៀបចំឯកសារលម្អិតបន្ថែមទៀតដើម្បីបញ្ជូនទៅដំណើរការពាក្យប្តឹងរបស់យើងដែលឯកសារមានដូចជាផែនទីដែលសម្ដេចមហាបវរធិបតីបានជួបជាមួយនឹងមេដឹកនាំនៃប្រទេសបារាំងហើយសូមគេផ្ដល់ជាឯកសារដើម្បីឲ្យកម្ពុជាយើងប្តឹងទៅហ្នឹងណាហើយមួយទៀតអាចជា MOU ឆ្នាំ2000ហើយនៅមានឯកសារជាច្រើនទៀតដែលជាសិល្បៈដ៏សំខាន់របស់រដ្ឋាភិបាលកម្ពុជាដែលមិនអាចបញ្ចេញបានអញ្ចឹងហើយយើងអត់ដឹងថាមានឯកសារអីគេខ្លះទេនៅពេលដែល ICJ គេជូនដំណឹងមកវិញរដ្ឋាភិបាលយើងនឹងផ្ដល់សំណុំឯកសារផ្សេងៗដែលពាក់ព័ន្ធនៅក្នុងរឿងនេះយកទៅ ICJ តែម្ដងដូច្នេះអ្វីដែលរដ្ឋាភិបាលកម្ពុជាបានធ្វើតាមរយៈស្ថានទូតតំណាងស្របច្បាប់នៅប្រទេសហូឡង់គឺបំពេញទៅតាមនីតិវិធីច្បាប់អន្តរជាតិហើយបានន័យថាកម្ពុជាយើងបានដាក់ពាក្យបណ្ដឹងហើយអ្វីដែលកម្ពុជាយើងកំពុងតែធ្វើនេះគឺបំពេញទៅតាមនីតិវិធីច្បាប់អន្តរជាតិ